bà được dương trong cho 7 គុណ 10 សេគុណ 3 អញ្ចឹងយើងចុចលេខ 3 នេះមកលេខ 3 នេះឃើញទេលេខ 3 ហើយចុច expo នេះ expo នៅទីនេះ expo នេះឃើញទេវាចេញ 3 ចុចដក clear មកខ្ទង់ហើយ 00 អញ្ចឹងយើងចុច 3 គុណ 10 សេគុណ 3 យើងចុចលេខ 3 មកមានន័យថា 3 ដក clear មក 03 អញ្ចឹងអាដក clear ហ្នឹងមានន័យថា 10 ស្វ័យគុណអញ្ចឹង 3 គុណ 10 សេគុណ 3 ចឹងបើសិនជាយើងចង់ចុច 3 គុណ 10 សេគុណ នឹងដក 3 យើងចុចលេខ 3 មក expo ចុចអាបូកដកនេះនេះបូកដកមិនមែនចុចអាដកនេះចុចអាបូកដកនេះហើយវាចេញសញ្ញាដកនេះ 3 បាទចឹងបើសិនជាយើងយក expo 3 បានន័យថា 10 សេគុណ 3 គុណនឹង 10 សេគុណ 4 អញ្ចឹងគ្រាន់តែចុចគុណពុកវាចេញ 1000 មានន័យថា 10 សេគុណ 3 គុណហ្នឹងចុចគុណហ្នឹង 10 សេគុណ 4 យើងយក expo 4 ហើយយើងយកស្មើមកបាទនេះឃើញប៉ុណ្ណេះអញ្ចឹងវាយើងចង់ឃើញជាស្វ័យគុណវិញយើងចង់ឃើញវា 10 ស្វ័យគុណម៉ានវិញយើងចុច S ទៅ E នេះ S ទៅ E នេះបាទចុចមកពុបអញ្ចឹងឃើញ 1.07 មានន័យថាឃើញ 10 ស្វ័យគុណនឹង 7 បាទ